សួស្តីលោកលោកស្រីនាងកញ្ញានិងប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីជាបន្តទៅនេះសូមអញ្ជើញទស្សនាព័ត៌មានកីឡាក្នុងប្រទេសរបស់ស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ូលី3សម្រាប់ព័ត៌មានកីឡាបន្ទាប់គឺនិយាយអំពីការប្រណាំងកង់គឺមានកីឡាការិនីនិងកីឡាករប្រមាណជិត200នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រណាំងកង់ដែលធ្វើឡើងលើកទី9នៅឧទ្យានជាតិភ្នំគិរីរម្យកីឡាករកីឡាការិនីចំនួន169នាក់ក្នុងនោះមានបរទេស21នាក់បានជួបជុំគ្នាកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញដើម្បីចូលរួមប្រកួតកីឡាប្រណាំងកង់ឡើងភ្នំលើកទី9នៅឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រុមហ៊ុនកូមីនខ្មែរសហការជាមួយសហព័ន្ធខ្មែរកីឡាប្រណាំងទូចក្រយានក្រោមការគាំទ្រពីគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងមានការចូលរួមឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនកង់ហោះនិងបណ្ដាក្រុមហ៊ុនមួយចំនួនទៀតលោកជាកាត្រីជាស្ថាបនិកនិងជាកីឡាករចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរបានឲ្យដឹងថាការប្រណាំងនេះធ្វើឡើងឆ្លងកាត់ផ្លូវមានឧបសគ្គលំបាកខ្លាំងៗដោយជិះឆ្លងកាត់ផ្ទាំងថ្មការចុះចំណតនិងឡើងចំណុកខ្ពស់ៗការជិះកាត់ទឹកជាដើមដោយបែងចែកជា9វិញ្ញាសាទៅតាមកម្រិតអាយុនិងជំនាញរបស់ក្រុមកីឡាដែលក្នុងនោះមានវិញ្ញាសាសម្រាប់ក្មេងអាយុក្រោម15ឆ្នាំប្រកួតលើចម្ងាយផ្លូវ6គីឡូម៉ែត្រវិញ្ញាសាសម្រាប់នារីប្រណាំងចម្ងាយ12គីឡូម៉ែត្របុរសមិនទាន់មានជំនាញចម្ងាយ12គីឡូម៉ែត្រវិញ្ញាសាបរោះប្រភេទ C មាន2កម្រិតដែលមានជំនាញតិចតួចប្រកួតក្នុងចម្ងាយ12គីឡូម៉ែត្រដែរសម្រាប់កីឡាករជំនាញមធ្យមដែលគេចាត់ទុកថាជាប្រភេទ B មាន2កម្រិតដែរគឺប្រណាំងចម្ងាយផ្លូវ1គីឡូម៉ែត្រនិងសម្រាប់កីឡាករកម្រិត A គឺ A1 និង A2 ដែលជាកីឡាករមានជំនាញខ្ពស់ប្រណាំងក្នុងចម្ងាយផ្លូវ31គីឡូម៉ែត្រកន្លះហើយស្ថានភាពផ្លូវមានភាពលំបាកជាងគេអាដាមស៊ូសវុតអនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្ដែងនៃការអបអរនិងកោតសរសើរដល់ប្រតិភូកីឡានិងក្លឹបប្រណាំងកង់ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នេះដែលបង្ហាញពីចន្ទៈនៅក្នុងការចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជាហើយតាមរយៈព្រឹត្តិការណ៍នេះបានបង្កើននូវកម្រិតបច្ចេកទេសដល់កីឡាករកីឡាការិនីផងបង្កើនសុខុមាលភាពរាងកាយផងនិងជាការទាក់ទាញមហាជនឲ្យចាប់អារម្មណ៍ចំពោះកីឡាករប្រណាំងកង់ហើយចូលរួមកាន់តែច្រើនឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីនៅក្នុងការប្រកួតនេះជាលទ្ធផលផ្នែកនារីលេខ1កីឡាការិនីហេងស៊ីវលេងលេខ2កីឡាការិនីហេងស៊ីវហ្គេចនិងលេខ3កីឡាការិនីផេនសុកលីវិញ្ញាសាកូម៉ាអាយុក្រោម15ឆ្នាំលេខ1កីឡាកររិនម៉ូនីសារៀលេខ2កីឡាករស៊យសេងហេងនិងលេខ3កីឡាករអៀវជុនលេងលើវិញ្ញាសា A1 លេខ1កីឡាករងុលលៀកលេខ2កីឡាករយឿនពីយុទ្ធនិងលេខ3កីឡាករព្យាកាត្រីលទ្ធផលផ្នែក A2 លេខ1កីឡាករបុតជឿនលេខ2កីឡាករជេវីយេកូឡានិងលេខ3កីឡាករកឹមសានពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះកីឡាការិនីជ័យលាភីលេខ1ផ្នែកនារីហេងស៊ីវលេងមានចំណាប់អារម្មណ៍ថាគឺខ្ញុំស្រឡាញ់វិស័យកីឡាតាំងពីដើមមកហើយតកង់នេះខ្ញុំបានជិះទៅវាដូចថាធ្វើទៅដូចសុខភាពល្អហើយនឹងមានការសប្បាយនៅពេលដែលយើងជិះចេះជិះវាទៅយើងជិះបានល្អមានការពិបាកត្រង់ឡើងភ្នំហើយនឹងបត់បែនច្រើនព្រោះអីមានបញ្ហាផ្លូវខ្លះមានបញ្ហាមានស្ថានភាពល្អិលហើយនឹងមានដុំថ្ម
xây bậc côn nơi tin ninh bởi thương phải dồn thầy ôn xương thầy ôn đó là cái nặng ca ruột đấy và ca hai chung ruột nữa đấy ba xem qua phó đa nẹt mà tôi sửa xong chui cho thang khỏi chạ tí vậy đam à in next 30 seconds will be the women class starting ទស្សនានិងកីឡាករកីឡាការិនីជួយរាប់បាទយើងរាប់ចាប់ពី10មក0មកដើម្បីយើងអាចចាប់ដើមបាទសូមអញ្ជើញក្រុមបន្តគឺក្រុម Corporate Class បាទសូមអញ្ជើញរៀបចំខ្លួនបាទតន្ត្រីដាក់បទញាក់មកឲ្យកីឡាករយើងរួមលេងកំសាន្តបាទបាទនៅសល់5នាទីទៀតបាទកីឡាករបន្តបាទគឺខាងក្រុម Corporate Class បាទខ្ញុំកំពុងដើរគឺផ្លូវកីឡាករនិងកីឡាការីយើងមកបាទសូមជួយងាកចេញពីកន្លែងផ្លូវបាទប្រយ័ត្នមានបញ្ហាដូចជាខ្លាំងបុកឬក៏បុកកង់បាទអរគុណlấy mùi vào đấy chọn miền Việt Nam mau mẹ con mình đọc clip bả muối sang lấy khổng chứ còn ăn sang quay mùi đi sang lấy ba mùi bây vô mùi con đó đừng kéo á bộ mày khổ nhưng mà khỏe nhưng mà nó nóng không? Nó không thấy à? Nó không thấy à?
Ủa đang nghe mà buồn nè. Đi du lên vừa rồi đập rồi. Đó rồi, hai ông mới còn đạp bàn. Đi du lên vừa rồi đập rồi bàn mà đó đi bạn. Còn cái bông thầy bước ra xua rồi. Cài nhuận. Đi vừa rồi đập rồi. Sắp tiền này ông có sao có được ăn lương không bạn? Đập bay nó trên kia tao cái là coi rồi bạn, không rừng nó tiếp bạn. Khang cái là carni linh buôn từ to đi đây bạn. Khang cầm buôn kinh phế. Cài nhon bạn, đi xuống lên rồi. Ủa khlang cái đó nhỉ? Đi xuống lên rồi là buôn bạn. Từ tam nắng đó, còn bật lên khăn phết. Giật đau tí ơi.
không? Bọt đai tam, cụ đáy thôi. Ba tới tiếng đấy mà bọt đai tam, cụ đáy. Cho tao một cái nhé. Nè ra yên. Không vâng. Lệch bơi ơi. Đặt mặt đâu. Tạm gì bên tê. Sao mà không biết. Làm tê chứ mấy rồi. Búa nó đi trong đạch trong không? Con này rẻ rạ. Number 5. Okay, go. Vậy nên cứ thuộc vậy. Đo cả lại chót thuộc đấy. Là cả lại cái. What lại. Rồi cái là con tiếp lại lên Pram mà con chơi smile cái tam thế mà Pram thôi à.
Why? Sampai dah satu lagi mana? Lalu dah berbunyi. Cảm ơn này cứ dương đau lơ ca chia bản năng con chia ba chia ở đây đó chia cắt thì vô một tiết chia dương về là bay là bay là lượng đồng về là chia cây là đây dương đang ngay tha đâm bay ở đây luôn và cảm ơn thi cây là mình tha cướp vây cướp to vây là chặt chỉ đi mình bắt qua đo sọc chia ở dương mà bên mà đầm bay và long vô chơi chim nè mình chơi nơ này chuyên ca ai miên đo đặt cục nặng của miền mà đây chia ca năm nhà mặc nhom tôi gọi ôn cam do đơn đi ASEANประเทศกรมพลกมินខ្មែរสงครามโลกสแคนดาวันประเทศโยกฐานอาเซียนជាតិព្រះស្រាមរិទ្ធកុស្មៈគិរីរម្យសង្គ្រោះលោកកេសខុមប្រធានមន្ត្រីទេសចរខេត្តកំពង់ស្ពឺអស់លោកមួយថ្មីដែលបញ្ជាក់អំពីការតានីទាំងអស់បានស្ម័គ្រចិត្តមកធ្វើការប្រឡងហើយកីឡាករគឺជាស្មារតីមួយដែលបញ្ជាក់អំពីចំហនៃសេចក្តីស្រឡាញ់ទាំងធម្មជាតិដែលមានស្ថានភាពលំបាកប្រណាំងកង់ដូច្នេះហើយរំតែទទួលជ័យលាភីបានហើយអត្ថន័យដែលធំសំខាន់បំផុតជាអេកូទេសចរមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងខេត្តលោកមានភាសាអំបញ្ញមិញអញ្ចឹងកីឡាបានធ្វើឲ្យបងប្អូនមានទឹកចិត្តបាទសូមជួយថតបាទខាង cameraman បាទសូមជួយថតទុកជាអនុស្សាវរីយ៍បាទជាដៃមួយបាទលើកពីនឡើងលើអធិបតីចែករំបានដល់កីឡាករក្រុមភូមិបាទថតរូបអនុស្សាវរីយ៍ជាបន្តសុខបាទសូមទាក់ដៃអវសាទរបាទបាទខាងកាមេរ៉ាមែនសូមជួយថតរូបទុកជាអនុស្សាវរីយ៍បាទកីឡាករនីលេខ1និងលេខ2គាត់ត្រៀមទៅគូបទុកជាអនុស្សាវរីយ៍បាទជួយលើកពីឡើងលើបាទពិតជាពិសេសវិសាលមែនបាទបាទអង្គភាពខាងកាមេរ៉ាមែនសូមថតរូបទុកជាអនុស្សាវរីយ៍
បាទសូមជួយទះដៃថ្លែងអំណរគុណដល់គណៈទឹកដីយើងផងបាទសូមអរគុណកាមេរ៉ាមែនជួយថតទុកជាអនុស្សាវរីយ៍ដិតឲ្យធំផងបាទត្រៀមខ្លួនបាទជួយលើកពានឡើងលើដើម្បីយើងថតរូបអនុស្សាវរីយ៍បាទសុខទះដៃអបអរសាទរដល់គណៈធិបតីក៏ដូចជាទះដៃអបអរសាទរដល់កីឡាករយើងផងបាទបាទសូមជូនពរកីឡាករងុលលីចបាទគាត់នឹងទៅចូលរួម SEA Games ដើម្បីមុខមាត់នៃប្រទេសជាតិនៅ2-3ថ្ងៃខាងមុខនេះបាទសូមជូនពរឲ្យលោកនឹងទទួលជោគជ័យហើយនឹងនាំពានរង្វាន់នាងខ្ញុំឈ្មោះហេងស៊ីវឡាងមកពីក្លឹបកង់ហោះថ្ងៃនេះបងមកចូលរួមមកកម្មវិធីតើបងលើប្រភេទវិញ្ញាសាឯណាថ្ងៃនេះចូលរួមប្រកួតនេះគឺ Mountain Bike Challenge លើវិញ្ញាសាកង់ភ្នំដែលមានរយៈចម្ងាយ12គីឡូម៉ែត្រចំនួន2ជុំទទួលបានចំណាត់ថ្នាក់លេខ1ហើយសម្រាប់ការប្រកួតនេះតើមានចំណាប់អារម្មណ៍មិនដែរបាទជាចូលរួមនៅក្នុងព្រឹត្តិការណ៍មួយថាឆ្លងកាត់នៅឧបសគ្គច្រើនគឺខ្ញុំស្រឡាញ់វិស័យកីឡាតាំងពីដើមមកហើយតកង់នេះខ្ញុំបានជិះទៅវាដូចថាធ្វើទៅដូចសុខភាពល្អហើយនឹងមានការសប្បាយនៅពេលដែលយើងចេះជិះវាទៅយើងជិះបានល្អគឺមានអារម្មណ៍សប្បាយនេះគិតថាខ្លាចគ្រោះថ្នាក់ឬក៏ឧបសគ្គអីកាត់ឡើងពេលដែលយើងជិះកង់ខ្ញុំគិតថាកង់វាមិនមានបញ្ហាអីគ្រោះថ្នាក់ធ្ងន់ធ្ងរយ៉ាងច្រើនកលិតជើងកលិតដៃប៉ុណ្ណឹងចាមានការពិបាកត្រង់ឡើងភ្នំហើយនឹងបត់បែនច្រើនព្រោះអីមានបញ្ហាផ្លូវខ្លះមានបញ្ហាមានស្ថានភាពល្អិលហើយនឹងមានដុំថ្មចាជាចុងក្រោយនេះខ្ញុំសូមជម្រាបជូនទស្សនិកជននិងប្រជាជនខ្មែរទាំងអស់សូមឲ្យងាកមកលេងកីឡាមិនថាជាប្រភេទកីឡាកង់ឬក៏កីឡាអីផ្សេងព្រោះអីកីឡាគឺជាថ្នាំជាឱសថសម្រាប់ការពារជួយព្យាបាលរោគជំងឺហើយនឹងជួយជាពិសេសកីឡាកង់នេះគឺជួយការពារបរិស្ថានបានល្អYou understand? Please. We would like you to tell them about how many categories, how many participants altogether. Okay. យើងមាន169នាក់ចូលរួម And we had 9 categories, is it? Yeah. Started from kids, women, and sponsor class. Maybe you can. Yeah. Okay. អញ្ចឹងយើងមាន9 category យើងមានកូនក្មេងយើងមានស្ត្រីហើយយើងមានក្រុមហ៊ុន sponsor យើងបង្កើតជា category មួយ Then we have the C1, C2, which is a novice by age group. ហើយយើងមានក្រុម C1, C2 ដែលជាក្រុមកីឡាករថ្មី Then we have B1, B2, which is the intermediate class. ហើយយើងមាន B1, B2 ដែលជាកីឡាករមធ្យមជំនាញមធ្យម And finally A1 and A2, which has the top categories with the best rider who are going to take part in the SEA Games in Myanmar. បាទហើយចុងក្រោយយើងមាន pool A ហើយនឹង A1 និង A2 ហើយ pool A នេះគឺជាក្រុមដែលជំនាញហើយក្រុមជំនាញនេះគឺមានមួយចំនួនខ្លះហ្នឹងក្រុមកីឡាមួយចំនួននៅក្នុងហ្នឹងគាត់បាន select ទៅធ្វើជាកីឡាករនៅ SEA Games នៅក្នុងថ្ងៃខាងមុខនេះ Yeah, so the winner of the race today in A1 is our best rider going to the SEA Games. បាទហើយក្នុងចំណោម A1 ហ្នឹងមានម្នាក់ដែលគាត់បានជាប់លេខ1នៅក្នុងថ្ងៃនេះហើយគាត់នឹងចូលរួមកីឡា SEA Games. So we have big hope for him for the next few days. ហើយពួកយើងមានការសង្ឃឹមជឿជាក់លើគាត់យ៉ាងខ្លាំងថាគាត់នឹងទទួលបានជ័យជំនះនៅក្នុងកីឡា SEA Games ហ្នឹង បាទសម្រាប់ព្រឹត្តិការណ៍នេះដែរតើប្រភេទកីឡាដូចជា
A1 ឬ A2 លោកជួយបញ្ជាក់បាននេះថាសម្រាប់ប្រភេទកីឡាទាំងអស់នោះតើត្រូវឆ្លងកាត់ការប្រកួតយ៉ាងម៉េចហើយឧបសគ្គមិនខ្លះ He would like you to show about the technical between A1, A, B, something like that. Okay, we designed 3 different tracks for all the 9 categories. គាត់យើង design រៀបចំរចនាផ្លូវមាន3ប្រភេទផ្សេងៗគ្នាសម្រាប់ category មួយ So we have an easiest track which is about 6 kilometers long. យើងមានផ្លូវដែលងាយស្រួលដែលមានចម្ងាយ6 kilometers. Then we have the B track, the intermediate, which is about 9 kilometers long. ហើយយើងមានសម្រាប់កីឡាមធ្យមកីឡាជំនាញមធ្យមហ្នឹងប្រហែលជា9 kilometers. Yeah, so it's longer than the C track, but it's also have the more climb, more technical section downhill. វាមានចម្ងាយរឿងវែងជាងក្រុម C ហើយវាមានលក្ខណៈបច្ចេកទេសខ្លាំងជាងក្រុម C ដែលមានឡើងភ្នំឬក៏ចុះភ្នំដែលលក្ខណៈបច្ចេកទេស And finally for the A track we have added a bit 2 section with more climbing, and of course this is the most difficult track and the most challenging, and the best rider take about 32 minutes for 1 lap to complete. បាទហើយយើងមានរចនាផ្លូវចុងក្រោយហ្នឹងគឺផ្លូវសម្រាប់ pool A ហ្នឹងគឺជាផ្លូវដែលមានបច្ចេកទេសខ្លាំងមែនតើគឺថាសម្រាប់អ្នក expert ហើយគាត់ទៅចំណាយរយៈពេល20នាទីដើម្បីបំពេញចន្លោះកន្លែងដែលត្រូវបំពេញនៅក្នុងកន្លែងនៅកម្រិតរវាង A ហើយនិង B ហ្នឹង This track I can say that it's a very good track in terms of it can be compared to the international track they have in a big event. We have a very nice track. យើងអាចនិយាយបានថានៅក្នុងប្រភេទផ្លូវនេះគឺជាផ្លូវដែលមានបច្ចេកលក្ខណៈបច្ចេកទេសគឺយើងអាចប្រៀបទៅនឹងផ្លូវបច្ចេកទេសនៅក្នុងកីឡាអន្តរជាតិមានន័យថាផ្លូវនេះគឺយើងអាចប្រកួតប្រជែងជាមួយនឹងផ្លូវក្នុងលក្ខណៈអន្តរជាតិបានបាទសម្រាប់ការប្រកួតនឹងដែរតើវាជួយអ្វីខ្លះទៅដល់កីឡាករយើងដែលដូចជាប្រភេទជំនាញក៏បានជួយ he said we do the competition what can help our cyclists. You mean for the people, the participants, for them to be ready for an event like this, they need to really train because around Phnom Penh, for example, it's all flat. We don't have the hill like here, so you need to have a specific training for this kind of race. There's many climb here, and the rider who never do the climbing, they have a difficulty for them, so they have to get off the bike and push. But if we have a bit of training for maybe 2 months before the event, specific training, then they'll be ready, and the race will be much easier for them. Okay. នៅក្នុងការរៀបចំកម្មវិធីកីឡានេះគឺយើងមានការរៀបចំជាកម្មវិធីដូចជា training សម្រាប់ពួកគាត់ដើម្បីជួយជំរុញឲ្យពួកគាត់នឹងមានសមត្ថភាពដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីកីឡារបស់យើងហើយយ៉ាងហោចណាស់គាត់បានរៀបចំនឹង train ខ្លួនគាត់ផ្ទាល់ផងដែរដែលជាការ motivate ចំពោះខ្លួនគាត់ឲ្យខ្លួនគាត់នឹងមានការខិតខំប្រឹងប្រែង train ខ្លួនឯងមុននឹងការចូលរួមប្រកួតសម្រាប់ព្រឹត្តិការណ៍ហ្នឹងតើយើងរៀបចំឡើងក្នុងគោលបំណងថាជួយបញ្ជាក់ What is the vision to create this sport? Well, for me, I always like competition, racing. I like the sport, the spirit of the competition in the sport. Everything, the best guy win, and I want to make the Cambodian young people learn about this. Say that you don't need to have the best bike. If you are the most skilled rider, you train hard, you can win a race like this, and it doesn't matter whether you are rich or poor. It's not the rich who win, it's the best rider. Okay. សម្រាប់ទស្សនវិស័យរបស់គាត់ក្នុងការជំរុញកីឡានេះឡើងគឺគាត់ជាអ្នកស្រឡាញ់កីឡាហើយគាត់ធ្វើនេះឡើងគឺជាកីឡាមួយយ៉ាងដែលថាកូនក្មេងមិនថាអ្នកក្រក៏អ្នកមានអាចចូលរួមបានហើយអ្វីដែលសំខាន់នោះគឺការពង្រីកផ្នែកខាងវិស័យកីឡា For example, in some categories, the rider win the race. Maybe the bike value is maybe only $200, where the bike I use or some of the top bike is maybe $7,000. So it doesn't mean that it helps a bit to have a better bike, but you still need to have the leg and the fighting spirit
to win the race. Okay. សម្រាប់កីឡានេះគឺថាមិនមែនថាយើងមានកង់តម្លៃថ្លៃមិនអាចប្រកួតប្រជែងឈ្នះបានទេគឺថាអ្នកកីឡាលេខ1ហ្នឹងគាត់មានតម្លៃកង់ប្រកបតែ$200គាត់អាចឈ្នះនៅកង់ប្រកបដែលមានតម្លៃដល់ទៅ$7,000ដូច្នេះហើយគឺថាកីឡានេះគឺមិនសំខាន់ថាអ្នកយើងអ្នកមានឬអ្នកក្រអាចប្រកួតប្រជែងបានគឺថាគ្រប់គ្នាអាចប្រកួតប្រជែងបាននេះជាសំខាន់ដែលគាត់បង្កើតកីឡានេះឡើងបាទអរគុណច្រើន